យើងទាំងអស់គ្នាគឺរៀនបានច្រើនមែនទែនហើយសម្រាប់ខ្ញុំផ្ទាល់ខ្ញុំអាចលើកឡើងចំណុចខ្លះៗដែលពាក់ព័ន្ធជាមួយនឹងវគ្គបណ្ដុះបណ្ដាលដែលបានរៀនក្នុងថ្ងៃនេះទីមួយគឺខ្ញុំចាប់បានគឺពាក់ព័ន្ធជាមួយនឹងធាតុអាកាសដែលពាក់ព័ន្ធជាមួយនឹងអាកាសធាតុរបស់យើងហើយយើងអាចមើលឃើញថាឥឡូវគឺស្ថានភាពអាកាសធាតុគឺក្តៅខុសពីធម្មតាហើយលក្ខណៈថាការប្រែប្រួលនេះបើតាមវគ្គបណ្ដុះបណ្ដាលដែលគាត់បានរៀនខ្ញុំគឺវាមានភាពប្រែប្រួលជាច្រើនឆ្នាំមកហើយយើងប្រៀបធៀបរហូតដល់ឥឡូវគឺមានការកើនឡើងគួរឲ្យកត់សម្គាល់ហើយសកម្មភាពដែលយើងធ្វើផ្សេងអីហ្នឹងគឺជាការជះឥទ្ធិពលទៅដល់ការប្រែប្រួលអាកាសធាតុហ្នឹងឯងអញ្ចឹងឥឡូវនៅក្នុងវគ្គបណ្ដុះបណ្ដាលនេះក៏យើងបានសិក្សារៀនសូត្រផងដែរអំពីតើបញ្ហាមួយណាដែលយើងគួរតែដោះស្រាយយើងគួរតែធ្វើសកម្មភាពអីខ្លះដើម្បីជួយទៅដល់បរិយាកាសហើយយើងគួរតែជាយុវជនតើយើងគួរតែតាំងខ្លួនក៏ដូចជាធ្វើជាសកម្មភាពបែបណាដើម្បីជួយទៅដល់ពិភពលោកទាំងមូលហ្នឹងហើយបរិយាកាសវាជះទៅដល់មនុស្សគ្រប់គ្នាហើយនឹងសង្គមរបស់យើងអញ្ចឹង Navaton គឺជាកម្មវិធីមួយដែលខ្ញុំជឿថាជាសកម្មភាពដែលល្អមួយដែលយុវជនទាំងអស់គួរតែអាចចូលរួមនឹងសាកល្បងនៅគំនិតរបស់ខ្លួនឯងដើម្បីជួយទៅដល់សហគមន៍ទោះបីជាយើងមិនសូវជាមានគំនិតច្រើនក៏យើងអាចចូលរួមក្នុងការស្ដាប់នៅវគ្គបណ្ដុះបណ្ដាលដើម្បីយកចេញជាគំនិតហើយស្ដាប់គំនិតរបស់គេឬមួយក៏យើងអាច create ផ្សេងដើម្បីចេញជាគំនិតមួយថ្មីដើម្បីជួយទៅដល់សហគមន៍របស់យើង